សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Son Mali ដែលជា Channel សម្រាប់រឿងហើយថ្ងៃនេះផងដែរយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តហើយថ្ងៃនេះផងដែរយើងចូលទៅកាន់សាច់រឿងវគ្គទី6របស់យើងហើយវគ្គទី6របស់យើងគឺមានចំណងយើងថា Vida មុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំសូមពឹងបងប្អូនម្នាក់មួយផងដែរសូមបងប្អូនជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងបន្ទាប់ពីស្ពាមីរ៉ានិងហ្វាងបានលួចទូករបស់ក្រុមខ្យាដំរីជិះមកដល់កណ្ដាលសមុទ្រមួយនៅព្រឹកឡើងស្ពាបានក្រោកឡើងឃើញខ្លួនរបស់គាត់បិទសុទ្ធតែដីពេញខ្លួនហើយដីនេះមីរ៉ាក៏ជាអ្នកបិទឲ្យការបិទដីនេះគឺជាការបិទនៅលើមុខរបួសកុំឲ្យមានចេញឈាមបន្តទៀតស្ពាបានងាកទៅមើលមីរ៉ាកំពុងតែបិទមុខរបួសឲ្យហ្វាងផងដែរស្ពាបានហៅឈ្មោះមីរ៉ាថាមីរ៉ាពេលនោះមីរ៉ាបានឮសំឡេងរបស់ស្ពាហៅមីរ៉ាក៏បានរត់ទៅមើលស្ពានិងមើលមុខរបួសស្ពាថាមានអ្វីប្លែកឬអត់ហើយទំនាក់ទំនងរបស់ស្ពានិងមីរ៉ាពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្ដើមតែស្និទ្ធស្នាលទៅបន្ទាប់ពីមីរ៉ាមើលមុខរបួសឲ្យស្ពារួចមីរ៉ាក៏បានត្រឡប់ទៅមើលហ្វាងវិញម្ដងមីរ៉ាបានដកព្រួញចេញពីខ្លួនរបស់ហ្វាងនិងបិទដីថែមពីលើមុខរបួសទៀតផងនិយាយរួមទៅស្ពានិងហ្វាងពិតជាមានសំណាងខ្លាំងណាស់ដែលបានជួបមីរ៉ាពីព្រោះមីរ៉ាគឺជាមនុស្សស្រីដែលឆ្លាតនិងពូកែព្យាយាមស្មោះត្រង់នឹងអ្នកដែលបានជួយខ្លួនបន្ទាប់ពីមីរ៉ាគាត់បានដកព្រួញពីលើខ្លួនរបស់ហ្វាងរួចមីរ៉ាក៏បានដើរទៅអោបក្បាលរបស់ហ្វាងស្ពាបានសម្លឹងទៅមើលហ្វាងនិងមីរ៉ាស្ពាពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់ពួកគេទាំង3នាក់នៅលើមហាសមុទ្រមិនទាន់ដឹងថាកោះត្រៃនៅទីណានោះទេទូករបស់ពួកគេចេះតែអណ្ដែតទៅដោយមិនដឹងគោលដៅនៅលើមហាសមុទ្រមានផ្សែងអ៊ូលអាប់ជាខ្លាំងពិបាកក្នុងការមើលផ្លូវខ្លាំងមែនទែនស្ពាហ្វាងនិងមីរ៉ាកំពុងតែដេកនៅលើទូកពេលនោះហ្វាងបានធំក្លិនអ្វីចម្លែកដោយក្លិននោះគឺជិតមកដល់ពួកគេហើយដោយក្លិននេះគឺមិនមែនធំតែហ្វាងនោះទេគឺធំទាំងស្ពាទៀតផងនៅពេលនោះពួកគេទាំង3នាក់ក៏បានក្រោកឡើងនិងសម្លឹងទៅមើលថាក្លិននោះចេញមកពីបរិវេណខាងណាចំណែកឯហ្វាងគឺជាសត្វដែលមានសមត្ថភាពក្នុងការមើលបានឆ្ងាយហ្វាងបានឃើញអ្វីចម្លែកដែលជិតមកដល់ពួកគេហើយពេលនោះហ្វាងបានស្រែកក្រហមស្ពាបានទាញយកដាវនិងអង្គុយរងចាំថាមានអ្វីមកដល់ពួកគាត់ពេលនោះពួកគេទាំង3នាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អ្នកដែលមករកគាត់ពេលនោះគឺមានទូកមួយដែលជាទូកក្រុមខ្យាដំរីពេលនោះស្ពាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារគិតថាក្រុមខ្យាដំរីពួកគាត់បានសម្លាប់អស់ហើយហេតុអ្វីក៏មានក្រុមខ្យាដំរីមកពីណាទៀតតាមរកពួកគាត់ពេលនោះទូកក្រុមខ្យាដំរីក៏បានបុកទូករបស់ស្ពាធ្វើឲ្យបែកមួយជំហៀងបន្ទាប់មកលោកវីឃីងដែលជាក្រុមនៃមេខ្យាដំរីគាត់បានលោតមកកាប់ស្ពានិងមីរ៉ាប៉ុន្តែកាប់មិនត្រូវនោះទេស្ពានិងមីរ៉ាបានគេចទាន់ចំណែកឯហ្វាងវិញឃើញស្ពានិងមីរ៉ាកំពុងតែជួបបញ្ហាបែបនេះគាត់ក៏បានរត់ទៅជួយប៉ុន្តែត្រូវបានកូនរបស់លោកវីឃីងបានបាញ់ព្រួញពីលើចំហ្វាងពី3គ្រាប់ចំណែកឯស្ពាគាត់កំពុងតែប្រយុទ្ធជាមួយលោកវីឃីងប៉ុន្តែស្ពាពិបាកក្នុងការប្រយុទ្ធជាមួយលោកវីឃីងខ្លាំងណាស់ដោយលោកវីឃីងខ្លួនគាត់មានអាវក្រោះសុទ្ធតែដែកស្ពាវាយនឹងកាប់លោកវីឃីងមិនមុតនោះទេមួយទៀតលោកវីឃីងគឺគាត់ចេះក្បាច់គុណស្ពាគឺពិបាកក្នុងការទប់ទល់មែនទែនចំណែកឯមីរ៉ាគាត់កំពុងតែគេចគ្រាប់របស់កូនលោកវីឃីងពេលនោះកូនលោកវីឃីងបានបាញ់ទៅលើមីរ៉ាប៉ុន្តែមីរ៉ាបានរត់ចូលទៅក្រោមខឿនទូកបន្ទាប់មកទៀតកូនរបស់លោកវីឃីងបានបាញ់ព្រួញទៅលើហ្វាងប៉ុន្តែមីរ៉ាបានរត់ទៅយកខែលមួយដើម្បីរងគ្រាប់ព្រួយមិនឲ្យចំហ្វាងគាត់ខឹងខ្លាំងណាស់គាត់បានរត់ទៅបំបុកបង្គោលដែលកូនលោកវីឃីងឈរបាញ់គាត់នោះធ្វើឲ្យកូនរបស់លោកវីឃីងធ្លាក់មកក្រោមប៉ុន្តែកូនលោកវីឃីងបានទាញយកពថៅកាប់ទៅលើក្រណាត់ដើម្បីកាត់បន្ថយការធ្លាក់ចុះមកក្រោមនៅពេលនេះកូនរបស់លោកវីឃីងត្រូវទប់ទល់ជាមួយមីរ៉ានិងហ្វាងចំណែកឯស្ពានិងលោកវីឃីងវិញកំពុងតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញលោកវីឃីងបានទាញយកពូថៅប្រុងកាប់ទៅលើស្ពាហើយប៉ុន្តែឮសំឡេងកូនរបស់គាត់ស្រែកពេលនោះលោកវីឃីងបានរត់ទៅមើលកូនរបស់គាត់ក៏បានឃើញហ្វាងកំពុងតែខំកូនគាត់បោកទៅនឹងទូកពេលនោះលោកវីឃីងបានទាញយកពូថៅនៅនឹងដៃរបស់គាត់បំរុងគុកទៅលើស្ពាប៉ុន្តែត្រូវមីរ៉ាទាញយកព្រួយគប់ទៅលើលោកវីឃីងប៉ុន្តែលោកវីឃីងបានគេចផុតរួចលោកវីឃីងក៏បានទាញយកពូថៅនៅនឹងដៃរបស់គាត់គប់ទៅលើមីរ៉ាវិញផងដែរប៉ុន្តែគប់មិនត្រូវនោះទេដោយមីរ៉ាបានដួលទៅលើទូកផុតពូថៅរបស់គាត់ហើយពូថៅរបស់គាត់ដែលនៅសល់មួយគាត់ក៏បានគប់ទៅលើហ្វាងចំច្រមុះរបស់ហ្វាងការប្រយុទ្ធរបស់ពួកគេទាំងពីរក្រុមត្រូវបានបង្អាក់ដោយសារតែទូករបស់ពួកគេត្រូវបានទឹកជ្រោះអូសយកទៅមាត់ជ្រោះហើយពួកគេទាំងអស់គ្នាបាននៅលើទូករួមគ្នាហើយក៏ចាប់ផ្ដើមប្រយុទ្ធគ្នាម្ដងទៀតលោកវីឃីងត្រូវបានហ្វាងខំដៃរបស់គាត់ចំណែកឯកូនស្រីរបស់គាត់ឃើញបែបនេះក៏បានលោតទៅចាក់មាត់របស់ហ្វាងក៏បានក្រវាត់កូនស្រីរបស់លោកវីឃីងទម្លាក់ចូលទៅក្នុងសមុទ្របាត់ទៅលោកវីឃីងឃើញកូនគាត់ធ្លាក់ចូលទៅក្នុងសមុទ្របែបនេះគាត់ក៏បានលោតទៅតាមដោយមិនឲ្យកូនគាត់គ្រោះថ្នាក់តែម្នាក់ឯងនោះទេចំណែកឯស្ពាមីរ៉ានិងហ្វាងដែលនៅលើទូកគឺគាត់ជួបគ្រោះថ្នាក់នឹងដុំថ្មធំមីរ៉ាបានឃើញកន្លែងដីមួយស្រឡះគាត់ក៏បានរត់ទៅសារ៉េទូករបស់គាត់ឲ្យចូលទៅខាង
ដើម្បីចោះចតពេលទូករបស់ពួកគាត់ទៅដល់ខាងហើយមីរ៉ាបានរត់យកខ្សែទៅចងនឹងគល់ឈើមួយប៉ុន្តែដោយកម្លាំងរបស់មីរ៉ាតែម្នាក់ឯងមិនរួចនោះទេស្ពានិងហ្វាងឃើញបែបនេះគាត់ក៏បានរត់មកជួយអូសខ្សែដើម្បីឲ្យទូករេទៅលើមាត់ទឹកបន្ទាប់ពីពួកគេទាំង3នាក់បានសារ៉េទូករបស់ពួកគេទុកមួយកន្លែងរួចពេលនោះហ្វាងចាប់ផ្ដើមឆ្លេឆ្លាហាក់បីដូចជាមានរឿងអ្វីចម្លែកហ្វាងបានរត់ឆ្លេឆ្លាក្នុងព្រៃហាក់ដូចជាមិនស្រួលក្នុងខ្លួនហ្វាងបានរត់ទៅដល់ដីមួយកន្លែងហ្វាងបានហិតហើយបានយកជើងកាយដីជារង្វង់ពេលនោះស្ពាបានដឹងថាហ្វាងកំពុងតែរកកាត់កូនហើយស្ពាសប្បាយចិត្តខ្លាំងណាស់គាត់បានរត់ទៅអោបហ្វាងរួចបានឲ្យហ្វាងដេកចុះទុកឲ្យគាត់ជាអ្នករៀបចំកន្លែងឲ្យហ្វាងកាត់កូនពីបានរត់ទៅបោចស្លឹកឈើស្រស់ៗដើម្បីធ្វើកន្លែងទន់ៗសម្រាប់ឲ្យហ្វាងពងយើងងាកមកមើលលោកវីឃីងនិងកូនស្រីរបស់គាត់វិញម្ដងលោកវីឃីងបានស្រង់កូនរបស់គាត់ចេញពីទឹកនិងលើកកូនគាត់យកទៅក្នុងព្រៃដើម្បីជួយសង្គ្រោះបន្ទាន់ពេលទៅដល់ក្នុងព្រៃលោកវីឃីងសម្លឹងមើលជើងរបស់កូនស្រីរបស់គាត់មានឈាមពីនេះគាត់ក៏បានហែកយកក្រណាត់ដែលនៅជាប់នឹងខ្លួនរបស់គាត់យកទៅរុំជើងកូនស្រីរបស់គាត់ពេលយប់ក៏ចូលមកដល់លោកវីឃីងគាត់បានអង្គុយនៅមុខភ្លើងគាត់បានស្រមៃឃើញប្រពន្ធរបស់គាត់ត្រូវសត្វដៃណូស័រខាំបន្ទាប់មកទៀតគាត់ក៏បានឃើញមនុស្សមួយដែលចេញពីភ្លើងក្បាលរបស់គាត់មានស្នែងប៉ុន្តែការឃើញទាំងអស់នេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះលោកវីឃីងភ្ញាក់ឡើងគាត់ភ័យខ្លាំងណាស់ឡើងបែកញើសប៉ុនក្រពោតនិងអង្គុយដកដង្ហើមធំបន្ទាប់មកទៀតគាត់ក៏បានឃើញកូនស្រីរបស់គាត់កំពុងតែលីឆ្លុះយកមកអាំងស៊ីទាំងយប់នៅពេលដែលលោកវីឃីងកំពុងតែអង្គុយញ៉ាំឆ្លុះជាមួយកូនស្រីរបស់គាត់នោះគាត់ក៏បានស្រមៃឃើញតាដែលគ្រួសាររបស់គាត់រស់នៅជួបជុំគ្នាបរិភោគអាហារជុំគ្នាពិតជាមានក្តីសុខខ្លាំងណាស់ពេលគាត់នឹកឃើញដល់រឿងនេះគឺគាត់លេបសាច់ឆ្លុះមិនចូលនោះទេជាពិសេសនោះលោកវីឃីងគឺមានគំនុំចង់អាឃាតជាមួយស្ពាហ្វាងនិងមីរ៉ាខ្លាំងមែនទែនលោកវីឃីងនិងកូនស្រីរបស់គាត់បានដើរទៅយំនៅមាត់ទន្លេក៏ស្រាប់តែមានសត្វហើរមកឆាបក្បាលរបស់គាត់ពេលលោកវីឃីងឃើញសត្វធំបែបនេះលោកវីឃីងមានគំនិតចាប់សត្វធ្វើជាយានជំនិះចំណែកឯហ្វាងវិញកំពុងតែដើររេរងចាំការឈឺពោះនិងអាចបានបញ្ចេញពងចំណែកឯស្ពានិងមីរ៉ាកំពុងតែឈរមើលដោយភាពអន្ទះសារព្រោះចង់ឃើញកូនរបស់ហ្វាងមួយសន្ទុះក្រោយមកហ្វាងក៏បានឈឺពោះនិងបានបញ្ចេញបានសុទ្ធ3គ្រាប់តទៅពីបញ្ចេញពងរួចស្ពានិងមីរ៉ាបានដើរទៅអោបហ្វាងបន្ទាប់ពីស្ពាអោបហ្វាងរួចស្ពាបានអង្គុយចុះនិងសម្លឹងទៅមើលពងរបស់ហ្វាងស្ពាបានយកដៃរបស់គាត់បំរុងទៅប៉ះទៅលើពងរបស់ហ្វាងប៉ុន្តែត្រូវបានហ្វាងវាត់មួយក្បាលធ្វើឲ្យខ្ទាតឆ្ងាយពី3ម៉ែត្រហ្វាងមិនឲ្យយកដៃទៅប៉ះពងរបស់គាត់ទេពងកាត់ថ្មីគឺគេក្រាបដើម្បីបានទទួលយកកម្ដៅធ្វើឲ្យកូនរបស់គាត់មានសុខភាពល្អចំណែកឯលោកវីឃីងនិងកូនស្រីរបស់គាត់បានឡើងទៅលើភ្នំថ្មមួយដើម្បីទៅចាប់សត្វធ្វើជាយានជំនិះបន្ទាប់មកពួកគេទាំងពីរនាក់បានចាប់បានសត្វ2ក្បាលរួចពួកគេក៏បានធ្វើដំណើរទៅរកស្ពាមីរ៉ានិងហ្វាងភ្លាមចំណែកឯស្ពាវិញគឺយកចិត្តទុកដាក់ទៅលើហ្វាងមែនតែនស្ពាបានខិតខំរកត្រីឲ្យហ្វាងស៊ីដើម្បីបើក្នុងការមើលថែកូនចំណែកឯមីរ៉ាវិញគាត់កំពុងតែអង្គុយធ្វើទូកប៉ះទូកដែលធ្លីសម្រាប់ធ្វើដំណើរតទៅទៀតនៅថ្ងៃស្អែកកំពុងតែអង្គុយធ្វើទូកសុកក៏ស្រាប់តែឮសំឡេងសត្វហើរពីលើនិងស្រែកយ៉ាងខ្លាំងធ្វើឲ្យមីរ៉ាស្ពានិងហ្វាងភ្ញាក់ខ្លាំងណាស់នោះគឺជាលោកវីឃីងនិងកូនស្រីរបស់គាត់ដែលមកតាមរកស្ពាមីរ៉ានិងហ្វាងដើម្បីសងសឹកឲ្យក្រុមគ្រួសាររបស់គាត់នៅពេលនេះស្ពាមិនបារម្ភអីក្រៅពីកូនរបស់ហ្វាងនោះទេស្ពាបានរត់ទៅការពារកូនរបស់ហ្វាងចំណែកឯមីរ៉ាវិញកំពុងតែឈរបាញ់ព្រួញទៅលើសត្វទាំងពីរក្បាលនេះមីរ៉ាកំពុងតែឈប់បាញ់ព្រួញក៏ត្រូវបានសត្វដែលកូនស្រីរបស់លោកវីឃីងជិះពីលើចាប់យកទៅលើបាត់ទៅចំណែកស្ពាធុញនឹងសត្វមួយក្បាលនេះមិនទៅណាស្ពាក៏បានងើបចេញពីពងរបស់ហ្វាងនិងទាញយកដុំថ្មគប់ទៅលើសត្វមួយក្បាលនេះសត្វមួយក្បាលនេះមិនទាន់ទៅណាឆ្ងាយនោះទេវាក៏បានហើរបកមករកខំស្ពាវិញផងដែរចំណែកឯមីរ៉ាត្រូវបានកូនរបស់លោកវីឃីងបញ្ជាសត្វឲ្យហោះទៅខ្ពស់និងរកទម្លាក់មីរ៉ាមកក្រោមប៉ុន្តែមីរ៉ាបានចាប់ក្រញ៉ាំជើងសត្វនេះជាប់និងក្រវាត់ខ្លួនរបស់គាត់ឡើងទៅលើពេលមីរ៉ាទៅដល់លើមីរ៉ាក៏បានចាប់ចង្កេះកូនស្រីរបស់លោកវីឃីងក៏ត្រូវបានកូនស្រីរបស់លោកវីឃីងវាយជាច្រើនដៃមីរ៉ាបានសម្លឹងទៅឃើញខ្សែជាប់នឹងកសត្វមួយនេះមីរ៉ា
រាក៏បានលូកដៃទៅចាប់ខ្សែមួយនេះនឹងបន្លែងដៃគាត់ចុះទៅក្រោមពេលនោះខ្សែមួយនោះក៏បានរកសត្វមួយនេះពេលសត្វមួយនេះវាឈឺកវាក៏បានហើរចុះមកក្រោមសត្វមួយក្បាលនេះវាបានហើរអូសមីរ៉ាផុសលើអាកាសមើលទៅគួរឲ្យខ្លាចនឹងព្រឺឆ្អឹងខ្នងខ្លាំងណាស់ស្ពាឃើញមីរ៉ាបែបនេះស្ពាក៏បានលោតទៅធាក់លោកវីឃីងដើម្បីយកសត្វហោះទៅជួយមីរ៉ាលោកវីឃីងនិងស្ពាត្រូវប្រយុទ្ធគ្នានៅលើខ្នងបាក់សីនៅលើអាកាសចំណែកឯកូនរបស់លោកវីឃីងនិងមីរ៉ាក៏ត្រូវប្រយុទ្ធគ្នាផងដែរនិយាយជារួមពួកគេគឺត្រូវប្រយុទ្ធគ្នានៅលើអាកាសចំណែកឯមីរ៉ាដែលកំពុងតែតោងខ្សែនៅខាងក្រោមសត្វមួយនេះត្រូវបានកូនលោកវីឃីងកំពុងតែព្យាយាមខំខ្សែបណ្ដាច់ឲ្យមីរ៉ាធ្លាក់មកខាងក្រោមពេលខ្សែបានដាច់មីរ៉ាក៏បានសំយងខ្លួនរបស់គាត់ទៅធ្លាក់នៅលើខ្នងសត្វដែលលោកវីឃីងនិងស្ពាកំពុងតែប្រយុទ្ធគ្នាបន្ទាប់មកស្ពាក៏បានចាប់ដៃនិងខំដៃរបស់លោកវីឃីងឲ្យចេញឈាមហើយស្ពាក៏បានចាប់លោកវីឃីងទម្លាក់មកក្រោមទៀតផងពេលលោកវីឃីងធ្លាក់មកដល់ក្រោមគាត់មិនទាន់បានស្លាប់នោះទេគាត់បានដើរទៅមើលការប្រយុទ្ធរបស់កូនគាត់និងស្ពានៅលើអាកាសស្ពាបានលោតទៅធាក់កូនរបស់លោកវីឃីងមួយជើងធ្លាក់មកក្រោមចំដំថ្មធ្វើឲ្យស្លាប់បាត់ទៅលោកវីឃីងឃើញកូនគាត់ធ្លាក់មកក្រោមបែបនេះគាត់ក៏បានហែលទឹកឆ្លងទៅមើលកូនរបស់គាត់ពេលគាត់ទៅដល់គាត់ឃើញថាកូនរបស់គាត់គឺស្លាប់បាត់ហើយពេលនោះគាត់អស់សង្ឃឹមខ្លាំងណាស់គាត់ក៏បានពន្លិចខ្លួនរបស់គាត់ទៅក្នុងទឹកបាត់ទៅចំណែកឯស្ពានិងមីរ៉ាវិញបន្ទាប់ពីប្រយុទ្ធជាមួយសត្រូវរួចគាត់បានជិះសាទហើរមករកហ្វាងដោយសុវត្ថិភាពអូខេអ្នកទាំងអស់គ្នាអញ្ចឹងការសម្រាយរឿង Premo Season ទី 2 វគ្គទី 6 របស់យើងគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយអ្នកទាំងអស់គ្នាចាំរងចាំមើលភាគទី 7 តើភាគទី 7 នឹងជីវិតរបស់ស្ពាមីរ៉ានិងហ្វាងត្រូវជួបឧបសគ្គអ្វីខ្លះទៀតចាំជួបគ្នានៅវីដេអូក្រោយៗទៀតសូមជម្រាបលាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់